តើអ្នកណាគេដែលមានមាសច្រើនជាងគេផុតនៅក្នុងពិភពលោកយើងហ្នឹងបាទអញ្ចឹងជាថ្មីម្ដងទៀតខ្ញុំឈ្មោះជា Garda ខ្ញុំសូមស្វាគមន៍ប្រិយមិត្តជាថ្មីម្ដងទៀតនៅក្នុងអេពីសូតថ្មីបន្ទាប់នេះដោយសារពីការអេពីសូតចាស់ហ្នឹងគឺខ្ញុំបានលើកនិយាយអំពីរឿងប្រទេសអញ្ចឹងតើប្រទេសណាដែលមានមាសច្រើនជាងគេបំផុតនៅក្នុងពិភពលោកអញ្ចឹងប្រធានបទនៅក្នុងថ្ងៃនេះហ្នឹងគឺយើងចង់និយាយអំពីប្រជាជនវិញអញ្ចឹងមែនតែនទៅការនៅអេពីសូតចាស់ហ្នឹងគឺប្រទេសអាមេរិកគឺជាប្រទេសមួយដែលមានមាសច្រើនជាងគេបំផុតគាត់មានដល់ទៅ8,000 តោនតែធៀបពិតជាក់ស្ដែងហ្មងអ្នកដែលមានមាសច្រើនជាងគេបំផុតមិនមែនជាប្រទេសហ្មងទេគឺជាប្រជាជនអញ្ចឹងនៅក្នុងពិភពលោកយើងគេ estimate ទៅគេថាមានមាសបើយើងយកថាមាសសរុបមកទាំងអស់ក្នុងពិភពលោកមកនិយាយហ្មងណាចឹងគេសន្និដ្ឋានថាមានប្រហែលជា20សែនជាង20សែន210000គេថា210000តោននិយាយមែនតើក៏ប៉ុន្តែប្រជាជនដែលមានមាសច្រើនជាងគេផុតនៅក្នុងពិភពលោកហ្នឹងគឺជាប្រទេសឥណ្ឌាដែលគេ estimate មើលទៅគឺឃើញថាមានប្រមាណ25,000 តោនអញ្ចឹង25,000 តោនគឺវាច្រើនណាស់បើយើងប្រៀបធៀបជាមួយនឹងមាសតម្កល់នៅសហរដ្ឋអាមេរិកដែលមានដល់តោន8,000 តោនអញ្ចឹងតើប្រជាជនឥណ្ឌាហ្នឹងគាត់យកមាសច្រើនទៅធ្វើអីអញ្ចឹងយើងដឹងហើយថាតាំងពីកកើតមានមនុស្សមកហ្នឹងគឺមនុស្សយើងគាត់ស្រឡាញ់មាសអញ្ចឹង50%នៃមាសដែលនៅក្នុង20យើងថា210000 តោននេះគឺបានយកទៅប្រើប្រាស់ធ្វើជាគ្រឿងអលង្ការអញ្ចឹងប្រមាណជាង25,000 តោននៃមាសហ្នឹងគឺបានមាននៅក្នុងប្រទេសឥណ្ឌាដែលប្រជាជនឥណ្ឌាហ្នឹងគាត់យកទៅប្រើប្រាស់ជាចម្បងមកគឺប្រើប្រាស់សម្រាប់គ្រឿងអលង្ការអញ្ចឹងបងប្អូនដឹងហើយថាដូចយើងមើលរឿងឥណ្ឌាឬមួយក៏យើងមើលរូបថតឥណ្ឌាអញ្ចឹងប្រជាជនគាត់ស្រឡាញ់មាសខ្លាំងអញ្ចឹងសម្រាប់ជាថាកូនក្រមុំវិញគឺថាពីលើដល់ក្រោមហ្នឹងពីក្បាលដល់ចុងជើងហ្នឹងគឺថាពាក់មាសស្រោចហ្មងនិយាយមែនតើទៅអាចថាដល់ពេលកូនគេអ្នកមានឬមួយក៏អីគឺគេមានមាសច្រើនមែនតើហ្មងហើយអញ្ចឹងអាហ្នឹងសម្រាប់គាត់ដែលមានប្រជាជនប្រមាណ 1.5 billion ប្រជាជនអញ្ចឹងយើងគិតមើលទោះបីក្រក្តីមានក្តីគាត់តែងតែមានមាសក្តីច្រើនក្តីទុកដាក់នៅក្នុងខ្លួនអញ្ចឹងដើម្បីក្នុងន័យថាសម្រាប់ជាគ្រឿងអលង្ការបំពាក់ជាកិត្តិយសសម្រាប់ក្រុមគ្រួសារផងហើយក៏ជាការសន្សំមួយដែរបាទអញ្ចឹងបន្ទាប់ពីនឹងមកគឺស្តៀងគ្នានឹងដែរគឺប្រជាជនចិនដែលគាត់មាន1000លានអ្នកដែរនេះអញ្ចឹងយើងគិតមកមើលក្នុងបើសិនជាម្នាក់គាត់សន្សំមាសតែបន្តិចហ្នឹងក៏វាច្រើនឥតគណនាដែរមែនតើមាសនៅប្រទេសចិនស្តៀងនឹងប្រទេសឥណ្ឌាដែរគាត់យកសម្រាប់គ្រឿងអលង្ការយ៉ាងដែរក៏ប៉ុន្តែអាចថាសេចក្តីត្រូវការរបស់គាត់វាខុសពីប្រជាជនឥណ្ឌាបន្តិចអញ្ចឹងនៅប្រទេសចិនគេនិយាយថាបើយើងមានមាសដូចយើងមានឡាក់អញ្ចឹងដូចថាទុកដាក់ឲ្យមានមាសនៅក្នុងខ្លួនឲ្យមានសំណាងល្អសម្រាប់ខ្លួនយើងសម្រាប់ឲ្យយើងរកស៊ីមានបានឡាក់ហើយអញ្ចឹងពេលដែលចូលឆ្នាំចិនឬមួយក៏អីអញ្ចឹងទៅគាត់អ្នកដែលជាអ្នកមានហ្នឹងគាត់ធ្វើជាមាសស្លឹកឬមួយក៏អីជាដូចថាអាំងប៉ាវអញ្ចឹងណាយកចែកទៅអ៊ីឲ្យទៅកូនចៅឬមួយក៏ក្រុមគ្រួសាររបស់គាត់ហើយស្តៀងដូចនៅខ្មែរយើងអញ្ចឹងដែរគឺយើងធ្វើបតោអញ្ចឹងគាត់នៅចិនក៏ស្តៀងគ្នាដែរអញ្ចឹងតាមពេលចូលឆ្នាំនីមួយដូចថាឥឡូវឆ្នាំម្សាញ់មួយក៏ឆ្នាំមមីឆ្នាំមមែលាក់អញ្ចឹងទៅអញ្ចឹងគាត់ធ្វើរូបបតោកូនសោចែកឲ្យគ្នាអញ្ចឹងទៅជាតែអ៊ីឬមួយក៏ការពារខ្លួនហើយឥឡូវឆ្នាំនេះរិស័យដើម្បីរិស័យឡើងគួរពាក់បតោអីលាក់អញ្ចឹងអាហ្នឹងជាសេចក្តីត្រូវការមួយដែលយើងមិននឹកស្មានទេដែលយើងមិននឹកស្មានណាគ្រាន់តែនិយាយអញ្ចឹងសោះឬមួយក៏អបិយជំនឿសោះមិនក៏ធ្វើឲ្យប្រជាជនហ្នឹងឬមួយក៏ប្រទេសហ្នឹងមានមាសច្រើនម៉េះបាទបន្តទៀតហ្នឹងក្រៅពីឥណ្ឌាហើយនិងប្រទេសចិនហ្នឹងគឺយើងមានប្រទេសពួកគាត់នៅ Middle East យើងនិយាយថានៅ Middle East យើងនិយាយថា Muslim country អញ្ចឹងអាចថា Saudi Arabia ឡាក់ហ្នឹងអញ្ចឹងពួកគាត់ទាំងឡាយហ្នឹងគឺពួកគាត់ Muslim ហ្នឹងគឺគាត់ស្រឡាញ់មាសតាំងពីបរមកាលមកគឺមាសក៏តែមាសរបស់គាត់កាលពីមុនហ្នឹងគឺគាត់យកមកប្រើប្រាស់សម្រាប់ជាអាចថាជារូបិយប័ណ្ណមួយកាលពីជំនាន់ដើមមនុស្សយើងដោះដូរគ្នាយើងដោះដូរគ្នាទិញអ្វីវ៉ាន់មួយក៏អីគឺប្រើប្រាស់ទៅលើគ្រឿងអញ្ចឹងឯងបានថាមានមាសមានប្រាក់មានអីឡាក់អញ្ចឹងទៅអញ្ចឹងបន្តពីប្រពៃណីមកគឺគាត់មិនបានបោះបង់ចោលទេបើទោះបីជាប្រទេសឥឡូវគេប្រើរូបិយប័ណ្ណជាលុយជាกระดาษជាអីក៏ដោយក៏តែពួកគាត់មិនបានបោះបង់អានឹងចោលទេហើយបន្ថែមនឹងសេដ្ឋកិច្ចប្រទេសរបស់គាត់អីហ្នឹងគាត់លក់ប្រេងកាតឬមួយអីអញ្ចឹងគាត់មាសហ្នឹងវាជាអាចថាជាចំណុចពិសេសមួយហើយអញ្ចឹងបន្ថែមពីគ្រឿងអលង្ការគ្រឿងអីហ្នឹងអញ្ចឹងគឺពួកគាត់មែនតែនហ្មងគឺក៏ផ្ដោតទៅលើរឿងហ្នឹងដែរក៏បន្ថែមមួយជាន់ទៀតដោយសារ Middle East យើងឃើញថាគាត់សន្តិសុខនិយាយថាសន្តិសុខប្រទេសមិនបានល្អខ្លាំងទេអញ្ចឹងអាចថាប្រទេសមួយមានកលយុគអាសាមានកលយុគកើតឡើងមានសង្គ្រាមឡាក់អញ្ចឹងប្រជាពលរដ្ឋគាត់តែងតែសន្សំជាមាសហ្នឹងដើម្បីការពារថាបើសិនជាមានរឿងអីកើតឡើងស្រុកធ្លាក់ឬមួយក៏មានរឿងអីកើតឡើង
គាត់អាចយកមាសហ្នឹងទៅក្រៅប្រទេសឬមួយក៏យកមាសហ្នឹងទៅដោះដូរអីឡាក់អញ្ចឹងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ជាពលរដ្ឋនៅ Middle East ហ្នឹងគាត់តែងតែនិយមពេញនិយមហ្នឹងគឺយកមាសជាចម្បងថែរក្សាទុកហ្នឹងអញ្ចឹងមិនមែនតែប្រទេសទេសូម្បីតែប្រជាជនក៏ដោយក៏យើងដល់សេចក្តីទុកចិត្តយើងមានជំនឿជាក់ខ្លាំងទៅលើមាសមែនតើយកមាសជាគោលនៅក្នុងការថែរក្សាបាទអញ្ចឹងក្រៅពី Middle East ហ្នឹងក៏យើងមានប្រទេសពួកគាត់នៅបណ្ដាទ្វីបអឺរ៉ុបដែរអញ្ចឹងទ្វីបអឺរ៉ុបហ្នឹងក៏ពេញនិយមប្រើប្រាស់មាសដែរក៏ប៉ុន្តែគាត់ប្រើប្រាស់មាសផ្សេងពី Middle East អញ្ចឹងពួកគាត់នៅហ្នឹងគឺគាត់ស្រឡាញ់មាសដែរក៏ប៉ុន្តែស្រឡាញ់បែបលក្ខណៈវិនិយោគទុនវិញអញ្ចឹងគាត់យកអាហ្នឹងដើម្បីជាថ្នូរជា collateral ដើម្បីគាត់ invest ដូចថា trading រស់ស៊ីអញ្ចឹងមាសឡើងមាសចុះអីឡាក់អីអស់ហ្នឹងអញ្ចឹងគាត់ចំណេញណាស់ហ្នឹងអញ្ចឹងគាត់តែទុកដាក់ថែរក្សាមាសហ្នឹងនៅក្នុងផ្ទាល់ខ្លួននៅក្នុងផ្ទះរបស់គាត់ឡាក់ហ្នឹងដើម្បីគាត់ជា investment របស់ពួកគាត់មួយដែរបាទអញ្ចឹងខ្ញុំចង់សង្ខេបឡើងវិញហ្នឹងយើងថាបើយើងនិយាយមែនតើគឺថាមិនមែនប្រទេសទេតែតាមពិតគឺប្រជាជននៅក្នុងពិភពលោកយើងឯងដែលមានមាសច្រើនជាងគេបំផុតអញ្ចឹងតិចក្តីច្រើនដែរសូម្បីខ្ញុំក៏ដោយយើងនិយាយថាយើងមានឈានអញ្ចឹងយើងធ្វើឈានមួយជាមាសមួយយ៉ាងដែរដើម្បីឲ្យអាចថាជាគ្រឿងលម្អផងក៏ប៉ុន្តែវាជាអត្ថន័យមួយដែរសម្រាប់នៅក្នុងសង្គមជាប្រពៃណីមួយយើងមិនអាចអត់ចោលមាសនឹងបានទេអញ្ចឹងដល់ពេលយើងបូកចំណុចតិចហ្នឹងមកហ្នឹងគឺថា 50% យើងនិយាយថា40-50% នៃចរន្តមាសនៅក្នុងពិភពលោកហ្នឹងគឺត្រូវបានយកមកប្រើប្រាស់សម្រាប់សេចក្តីត្រូវការប្រចាំថ្ងៃរបស់យើងតែម្ដងហ្មងបាទអញ្ចឹងជាថ្មីម្ដងទៀតហ្នឹងបាទខ្ញុំបាទឈ្មោះ Garda ខ្ញុំសូមអរគុណប្រិមិត្តទាំងអស់គ្នាដែលបានចូលរួមទស្សនានៅក្នុងអេពីសូតរបស់យើងហ្នឹងហើយខ្ញុំសង្ឃឹមថាប្រិមិត្តទាំងអស់គ្នាហ្នឹងគឺបានទទួលបានចំណេះដឹងបន្ថែមបន្តិចទៀតទៅបាទហើយអញ្ចឹងសូមប្រិមិត្តទាំងអស់គ្នាជួយ click like and share ដើម្បីយើងអាចបន្តជា algorithm សម្រាប់ឲ្យ YouTube ហ្នឹងគាត់អាច share episode ទាំង line នេះឲ្យទៅដល់ប្រិមិត្តយើងផ្សេងទៀតដែលគាត់នឹងអាចចាប់អារម្មណ៍ដូចជាយើងអញ្ចឹងដែរបាទអញ្ចឹងខ្ញុំសូមអរគុណប្រិមិត្តទាំងអស់គ្នាបាទ